លោក Zelensky ថាបើអាមេរិកលក់ 10% នៃមីស៊ីល Patriot ឲ្យអ៊ុយក្រែននោះអ៊ុយក្រែននឹងបំផ្លាញមីស៊ីល ballistic រុស្ស៊ីទាំងអស់អ៊ុយក្រែននៅតែខ្វះខាតយ៉ាងធ្ងន់ធ្ងរនៅមីស៊ីល Patriot ដើម្បីស្ទាក់ចាប់មីស៊ីល ballistic របស់រុស្ស៊ីដែលបាញ់ផ្លោងចូលមកកាន់តែខ្លាំងឡើងបើតាមប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាអ៊ុយក្រែនមានតែ 1% នៃ 10% នៃមីស៊ីលស្ទាក់ចាប់ដែលខ្លួនត្រូវការបន្ទាន់ពីអាមេរិកដើម្បីបញ្ឈប់ការវាយប្រហារដោយមីស៊ីល ballistic របស់រុស្ស៊ីនៅក្នុងកិច្ចសម្ភាសន៍ជាមួយ CNN លោក Zelensky បានរអ៊ូរទាំថាលោកបានចំណាយពេលទៅលើការហៅទូរស័ព្ទរាប់លានដងនៅក្នុងការធ្វើកិច្ចព្រមព្រៀងមិនច្បាស់លាស់ជាមួយសម្ព័ន្ធមិត្តដើម្បីទទួលបានមីស៊ីលបន្ថែមទៀតលោកបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានមីស៊ីលដែលការងារខ្លះលោកមិនអាចទម្លាយចេញក្រៅបានឡើយលោក Zelensky ថាលោកកំពុងអង្វងងូចទៅសេតវិមានអាមេរិកដោយផ្ទាល់តាមទូរស័ព្ទផងសារផងនិងដោយប្រយោលតាមរយៈសម្ព័ន្ធមិត្តដើម្បីជំរុញជំនួយ Patriot លោក Zelensky ថាឆ្នាំនេះអ៊ុយក្រែនមានមីស៊ីលស្ទាក់ចាប់តិចជាងឆ្នាំ2025ទៅទៀតខណៈការវាយប្រហារដោយមីស៊ីល ballistic របស់សត្រូវកើនឡើងកាន់តែច្រើនជាងមុនដោយសារដឹងថាស្តុកមីស៊ីលស្ទាក់ចាប់ Patriot របស់អ៊ុយក្រែនជិតស្មើ0រុស្ស៊ីបានឆ្លៀតឱកាសនេះដើម្បីបង្កើនការវាយប្រហារដោយមីស៊ីល ballistic នៅក្នុងសប្តាហ៍ថ្មីៗនេះជាពិសេសនៅទីក្រុងគីវលោក Zelensky ថាប្រសិនបើអាមេរិកលក់មីស៊ីល 5% នឹងអាចឲ្យអ៊ុយក្រែនទប់ទល់នឹងសង្គ្រោះជីវិតមនុស្សបានក្នុងរដូវរងាប៉ុន្តែប្រសិនបើអាមេរិកអាចលក់ 10% នោះអ៊ុយក្រែននឹងបំផ្លាញមីស៊ីលផ្លោងទាំងអស់របស់រុស្ស៊ីលោក Zelensky បានបន្ថែមថានៅតែមានមន្ទិលសង្ស័យអំពីការបដិញ្ញាចិត្តជាក់ស្ដែងរបស់លោក Donald Trump ប្រធានាធិបតីអាមេរិកដើម្បីអនុញ្ញាតឲ្យអ៊ុយក្រែនផលិតមីស៊ីលស្ទាក់ចាប់ Patriot ដោយខ្លួនឯងសម្រាប់បានដូចបំណងលោក Trump បានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅក្នុងទីក្រុងអង្ការ៉ាដោយនិយាយថាលោកនឹងអនុញ្ញាតឲ្យអ៊ុយក្រែនទទួលបានអាជ្ញាប័ណ្ណដើម្បីផលិតមីស៊ីលស្ទាក់ចាប់ដោយខ្លួនឯងប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកលោកបាយជានិយាយថាមិនទាន់ច្បាស់ទៅវិញក្រុមហ៊ុនផលិតប្រព័ន្ធមីស៊ីល Patriot បានបញ្ជូនមន្ត្រីទៅកាន់ទីក្រុងគីវដើម្បីពិភាក្សាអំពីគំនិតនេះប៉ុន្តែលទ្ធផលនៅតែមិនទាន់ច្បាស់លាស់ដដែលយ៉ាងណាមិញលោក Zelensky បានអរគុណដល់ក្រុមរបស់ប្រធានាធិបតីអាមេរិកដែលមិនបោះបង់ចោលការចរចាសន្តិភាពដែលជាប់គាំងលោកបានលើកឡើងថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនចង់បញ្ឈប់សង្គ្រាមក្នុងពេលឥឡូវនេះទេហើយក៏មិនមានសម្ពាធគ្រប់គ្រាន់លើលោក Putin នៅឡើយដែរនាពេលបច្ចុប្បន្នជាថ្មីម្ដងទៀតលោក Zelensky បានច្រានចោលគំនិតដែលឲ្យអ៊ុយក្រែនប្រគល់ដីដែលនៅសេសសល់ក្នុងតំបន់ Donbas ទៅឲ្យរុស្ស៊ីជាថ្នូរនឹងសន្តិភាពលោកនិយាយថាការធានាសន្តិសុខនៅតែសំខាន់សម្រាប់ទីក្រុងគីវសូមជម្រាបជូនដែរថាមានកង្វះមីស៊ីលទូទាំងសកលលោកដោយសារសង្គ្រាមមិនទាន់ចប់រវាងអាមេរិកជាមួយអ៊ីរ៉ង់នៅតំបន់មជ្ឈមបូព៌ាជាកន្លែងដែលអាមេរិកនិងរដ្ឋឈូងសមុទ្របានប្រើប្រាស់មីស៊ីលដើម្បីទប់ទល់នឹងមីស៊ីលនិងយន្តហោះដ្រូនគ្មានមនុស្សបើកដែលមានតម្លៃថោករបស់អ៊ីរ៉ង់និងសង្គ្រាមដែលមិនទាន់បញ្ចប់នៅអឺរ៉ុបគឺរវាងរុស្ស៊ីនិងអ៊ុយក្រែន